ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញវិធីធ្វើស៊ុបអន្ទង់គ្រឿងផ្សំមានដូចជាប្រយោងចេកអន្ទង់គល់រំដេងស្លឹកក្រូចគល់ស្លឹកគ្រៃម្ទេសនិងខ្ទឹមជីមានដូចជាជីនាងវងជីរណាល់និងក្រូចបន្ទាប់មកបងប្អូនដាក់ខ្លាញ់រួចហើយយកអន្ទង់យកមកបំពងអន្ទង់បងប្អូនចង់បំពងក៏បានមិនចង់បំពងក៏បានតែគ្រួសាររបស់ខ្ញុំចូលចិត្តញ៉ាំបំពងព្រោះដោយសារអីវាការពារឆ្អាបព្រោះឲ្យអន្ទង់នេះវាគ្មានក្លិនឆ្អាបអន្ទង់យើងបំពងគ្រាន់តែល្មមបានហើយបងប្អូនអាចត្រៀមពេលទេចាបន្ទាប់មកយើងសងអន្ទង់យើងទុកមួយដុល្លារសិនរួចហើយបានយើងមកបំពងគ្រឿងយើងបន្តផ្សំយើងបន្ទាប់មកយើងយកគ្រឿងផ្សំយើងយកមករុំឲ្យឈ្ងុយនឹងបងប្អូនរុំឲ្យឈ្ងុយល្អមករួចហើយយើងដាក់ទឹកត្រីចំនួន1ស្លាបព្រាបាយបងប្អូនលីងឲ្យឈ្ងុយដាក់ស្ករប៊ីចេងអំបិលតែអំបិលយើងលក់បន្តិចបានទេបងប្អូនជ្រុលរួចហើយយើងរុំលីងយើងចិនបន្តិចមករួចហើយបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្តបងប្អូនចូលចិត្តរសជាតិប៉ុណ្ណាបងប្អូនថែមថយគ្រឿងដោយខ្លួនឯងថែមទៀតមកណាបងប្អូនបន្ទាប់មកយើងដាក់ត្រយូងចេក